សួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីវិធីសាស្ត្រនៃការចាក់អត់ឲ្យឃើញមុខដំណហើយឥឡូវនេះគឺជាកន្លែងដំណប៉ុន្តែយើងចងហើយយើងលាក់ដំណបាត់ហើយមើលអត់ឃើញទេអញ្ចឹងយើងចាប់ផ្ដើមចាក់ខ្ញុំបានចាក់រួចហើយអញ្ចឹងកន្លែងនេះខ្ញុំចាក់ពីដើមមកប៉ុន្តែវាដល់កន្លែងយើងត្រូវតហើយកន្លែងនេះគឺកន្លែងដំណវាដល់ពេលយើងចាក់ជាន់ទៀតអញ្ចឹងគេយើងចាក់នៅជាន់ចុងក្រោយគេអញ្ចឹងវិធីសាស្ត្រទី1ខ្ញុំប្រើវិធីសាស្ត្រ2វិធីសាស្ត្រទី1គឺវិធីខ្សែវេទមន្តហៅខ្សែជំនួយគឺយើងមានខ្សែលីឡុងមួយវែងល្មមមកយើងបត់វាជា2ខ្សែលីឡុងបត់វាជា2ហើយយើងដាក់វាចូលក្នុងនេះហើយយើងចាក់លុបវាណាអញ្ចឹងយើងចាក់មកយើងចាក់ធ្វើមិនឲ្យយើងលុបវាចេញលុបវាហើយយើងរុំវាជាមួយឈ្នួលយើងតែម្ដងទៅនេះយើងរុំវាចូលឈ្នួលហើយយើងមិនបាច់ចាំប្របាក់ក្នុងការទាញវាទេអញ្ចឹងយើងចាក់វាតែម្ដងអញ្ចឹងយើងចាក់តាមវិធីសាស្ត្រនៃក្បាច់ផ្ការបស់យើងចាក់ប៉ុណ្ណាយើងចាក់ប៉ុណ្ណឹងដែរវារៀងរញ៉េរញ៉ៃបន្តិចសម្រាប់យើងដែលអត់ទាន់ចេះចាក់ប៉ុន្តែដល់ពេលយើងចាក់យូរទៅវាធម្មតាវិញទេទាញវាជាក់មកប្រកាសថាយើងទាញបានណាពេលហើយយើងបលែងខ្សែនឹងចេញវិញមកយើងលាក់ទៅវាយនឹងបានហើយបាច់លាក់ច្រើនពេកទេប្របាក់ក្នុងការទាញណាយើងចាក់វាធម្មតាមកតែមុនចាក់មើលឲ្យមែនទេប្រយ័ត្នវាតាក់ពេលយើងទាញលើក្រោយវាអត់មកទេអញ្ចឹងបន្ទាប់ពីយើងចាក់ហើយយើងឃើញស្នាមខ្សែដំណបែបនេះនេះគឺជាវិធីសាស្ត្រទី2យើងចាក់នៅពេលដែលយើងបញ្ចប់ចុងក្រោយគេណាជានៅវគ្គចុងក្រោយនេះយើងចាប់ដាក់ចាក់វាលុបដំណបែបវិធីសាស្ត្រមួយទៀតគឺវិធីសាស្ត្រត្រឡប់ក្រោយពីខ្សែត្រឡប់ក្រោយពីជាន់អញ្ចឹងយើងប្រើខ្សែឈ្នួលដែរតែប៉ុន្តែយើងអត់ចាំឈ្នួលទេយើងតម្លាក់ឈ្នួលចុះហើយយើងយកខ្សែវាមកយើងយកវាមកចាក់ណាបើហានេះយើងគុំដៃធម្មតាទេតែមិញយកទៅទៅខ្សែឈ្នួលដដែលទេគាត់ថាយើងអត់ចាក់អត់កាន់ឈ្នួលទេយើងកាត់ជាខ្សែទីយើងកាត់ជា2ខ្សែណាអញ្ចឹងយើងចាក់ធម្មតាណាយើងចាក់តាមវិធីសាស្ត្រដែលយើងចាក់ធម្មតាបើយើងអត់ប្រើឈ្នួលអញ្ចឹងយើងចាក់5គ្រាប់ពេកមុនដែរនេះពេលនេះបើយើងចាក់រួចរាល់អញ្ចឹងយើងកាត់មកតែយើងកាត់ខ្សែយើងកាត់ខ្សែកូនដៃណាកាត់មកល្មមយើងអាចចាំចងបានទៅខ្សែកូនដៃមកវាយនេះអញ្ចឹងកន្លែងនេះគឺជាវិធីសាស្ត្រនៃការទាញខ្សែធ្វើមិនឲ្យបាត់ស្នាមដំណអញ្ចឹងអានឹងយើងដាក់ទាញមកនេះមកយើងត្រូវដឹងថាខ្សែមួយណាដែលទាញទៅមកណាហើយខ្សែមួយណាដែលនៅនឹកអញ្ចឹងអានេះខ្សែដែលយើងទាញមកវាពណ៌បៃតងអញ្ចឹងខ្សែពណ៌សខ្សែនៅនឹកអញ្ចឹងយើងយកខ្សែនេះទៅចងមួយខ្សែពណ៌សយើងចងហើយយើងទាញខ្សែឈ្នួលមុននេះខ្សែឈ្នួលយើងទាញវាមកអញ្ចឹងខ្សែឈ្នួលយើងចប់មួយយើងអាចកាត់វាចោលបានរួចដល់មួយអញ្ចឹងអានេះនៅសំកតុយមួយទៀតអានេះយើងត្រូវយកខ្សែនេះជួយទាញវាចូលទៅក្នុងបឡោះនេះអញ្ចឹងដើម្បីទាញបានយើងត្រូវតែយើងងាត់វាចូលក្នុងបឡោះនេះសិនហើយយើងចាប់ដើមទាញខ្សែនេះមកសឹមមកនេះឃើញទេអញ្ចឹងវាទាញខ្សែនេះដល់ពេលនេះយើងត្រូវប្រើកម្លាំងទាញតិចហើយទាញមកអញ្ចឹងខ្សែនេះយើងទាញមិញអញ្ចឹងវាទាញមកអូខេអញ្ចឹងឃើញអត់យើងរួចរាល់